សូមវត្ថុស័ក្តិសិទ្ធិគ្រូបាអាចារ្យជួយណែនាំនិងបង្ហាញផ្លូវដល់អ្នកទាំងអស់គ្នាផងចា៎អ្នកទាំងអស់គ្នាធម្មពលថ្ងៃនេះហាក់ដូចជាពោពេញទៅដោយក្តីស្រឡាញ់ប៉ុន្តែក្តីស្រឡាញ់នេះអ្នកទទួលពីគេគឺតិចទេប៉ុន្តែបើអ្នកផ្ដល់ឲ្យគេគឺច្រើនអាចនិយាយបានថាអ្នកស្រឡាញ់គេច្រើនជាងស្រឡាញ់ខ្លួនឯងហើយជាទូទៅភាគច្រើនអ្នកគឺជាអ្នកផ្ដល់ឲ្យច្រើនជាងអ្នកទទួលអ្នកអាចនឹងផ្ដល់ឲ្យគេ6អញ្ចឹងគេឲ្យត្រឡប់មកវិញអាចថា1អីប៉ុណ្ណឹងទេអញ្ចឹងអ្នកឲ្យច្រើនជាងទទួលបានត្រឡប់មកវិញប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងចិត្តអ្នកតែងតែគិតថ្លឹងថ្លែងថាបើសិនជាអ្នកចង់បានក្តីស្រឡាញ់ពីគេ5អ្នកនឹងផ្ដល់ឲ្យគេ5ដែរប៉ុន្តែការពិតជាក់ស្ដែងវាមិនអញ្ចឹងទេបើនិយាយពីរឿងប្រាក់ចំណូលឬក៏លុយកាក់វិញទាំងអស់គ្នាស្មើចំណូលនិងចំណាយស្មើគ្នាហេតុនេះហើយបានជាទាំងអស់គ្នាហាក់ដូចជាមានការគិតច្រើនហាក់ដូចជាមុននឹងចាយមុននឹងចំណាយគឺថ្លឹងថ្លែងពីព្រោះចំណូលរបស់អ្នកទាំងអស់គ្នាក៏មានកំណត់ដែរអញ្ចឹងមិនមែនចេះតែចាយអីអញ្ចឹងអ្នកទាំងអស់គ្នាហាក់ដូចជាថ្លឹងថ្លែងច្រើនដែរទាំងអស់គ្នាប្រហែលជាធ្វើការឆ្ងាយផ្ទះឬបើមិនអញ្ចឹងទេជាអ្នកធ្វើដំណើរចូលចិត្តធ្វើដំណើរឬក៏ការងារទាំងអស់គ្នាតម្រូវឲ្យធ្វើដំណើរផ្លូវឆ្ងាយច្រើនអ្នកជាមនុស្សម្នាក់ដែលពោពេញដោយកម្លាំងតស៊ូព្យាយាមមិនងាយបោះបង់ក៏មិនងាយចោះចាញ់នៅបញ្ហាដោយងាយដែរហេតុនេះហើយជៀសមិនផុតអំពីការនឿយហត់ផ្លូវចិត្តជៀសមិនផុតអំពីពេលខ្លះអ្នកទាំងអស់គ្នាអាចនឹងឈឺក្បាលនៅពេលយប់ឬមួយក៏អស់កម្លាំងចិត្តជាទូទៅគឺនៅពេលយប់ទាំងអស់គ្នាតែងតែគិតច្រើនតែងតែមានបញ្ហាឲ្យទាំងអស់គ្នាហ្នឹងគិតរហូតដល់គេងមិនលក់ហាក់ដូចជាមានបញ្ហាគេងដែរអាចថាមួយរយៈហ្នឹងគឺគេងអត់សូវលក់ហាក់ដូចជាមានរឿងត្រូវគិតច្រើនគិតនេះមិនគិតធម្មតាអាចបារម្ភពីរឿងអនាគតច្រើនជាងមើលទៅអាចបារម្ភអំពីទាំងការងារទាំងស្នេហាទាំងប្រាក់ចំណូលគឺមួយទៀតការប្រឈមជាមួយនឹងបញ្ហាអាចថាច្រើនដែរអ្នកបារម្ភទៅគឺច្រើនដែរមកគ្រប់មុខតែម្ដងសិលឹកបៀថ្ងៃនេះមិនអាក្រក់ពេកទេចក្រវាលគ្រាន់តែរំលឹកអ្នកថាកុំឲ្យគិតច្រើនពេកហើយកុំឲ្យយកបញ្ហាហ្នឹងមកគិតនៅពេលដែលយើងគេងហ្នឹងច្រើនពេកនៅពេលដែលយើងគេងប្រាប់ខ្លួនឯងទៅថាដល់ពេលវេលាដែលត្រូវគេងហើយបើយើងអត់គេងទេអត់មានកម្លាំងដោះស្រាយបញ្ហាទៀតទេអញ្ចឹងពេលគេងអាចព្យាយាមកាត់បន្ថយនៅការគិតនឹងតិចម្ដងទៅពីព្រោះចក្រវាលបានរំលឹកអ្នកថាអ្នកគួរតែរកពេលវេលាសម្រាកហើយបន្ថយសម្ពាធឲ្យខ្លួនឯងខ្លះកាត់បន្ថយការបារម្ភអំពីអនាគតជាពិសេសនៅរឿងដែលវាមិនទាន់កើតជួនកាលការគិតរបស់អ្នកហ្នឹងវាអត់កើតទេប៉ុន្តែអ្នកសម័យដើម្បីបំផ្លាញមិនបំផ្លាញដើម្បីបំភ័យចង់និយាយថាបំភ័យអ្នកសម័យដើម្បីបំភ័យខ្លួនឯងដល់ពេលអញ្ចឹងធ្វើឲ្យអ្នកមានការបារម្ភព្រួយបារម្ភច្រើនអ្នកគឺជាអ្នកដែលតស៊ូអ្នកដែលមានចំណេះដឹងមួយគ្រប់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយអញ្ចឹងអ្នកប្រកាសជាមើលឃើញដំណោះស្រាយបើសិនជាអ្នកប្រើនៅក្តីស្រឡាញ់របស់អ្នកកុំប្រើនៅខួរក្បាលយើងច្រើនពេកឲ្យវាមានភាពស្មើគ្នាតរយៈភាពអញ្ចឹងយើងប្រើអារម្មណ៍នៃក្តីស្រឡាញ់ខ្លះទៅហើយអ្នកទាំងអស់គ្នាអាចស្ដាប់នៅបេះដូងរបស់ខ្លួនឯងកុំស្ដាប់តាមខួរក្បាលច្រើនពេកអញ្ចឹងឲ្យវាមានតុល្យភាពស្ដាប់នៅបេះដូងខ្លួនឯងខ្លះផងថាតើបេះដូងខ្លួនឯងចង់បានអ្វីដូច្នេះកុំព្យាយាម challenge កុំព្យាយាមឲ្យអ្នកដទៃទទួលស្គាល់ពីយើងអញ្ចឹងកុំគិតច្រើនពេកកុំបារម្ភច្រើនពេកអ្នកអរគ្នាទៅណាក៏ដោយតែងតែមានអ្នកតាមថែសារតែងតែមានអ្នកស្រឡាញ់ហើយទៅណាមកណាមិនដែលថាអត់មានជ័យជំនះឬក៏ជោគជ័យឬក៏មានជោគមានលាភទេគឺតែងតែមានតិចតួចគឺមានបញ្ហាទាំងអស់គ្នាទោះបីជាច្រើនប៉ុណ្ណាទោះបីជាធំប៉ុណ្ណាក៏ដោយអ្នកទាំងអស់គ្នានៅតែអាចរកផ្លូវដោះស្រាយបានអញ្ចឹងអ្នកទាំងអស់គ្នានៅតែអាចមានផ្លូវអញ្ចឹងកុំបារម្ភច្រើនពេកណារកពេលវេលាសម្រាប់ខ្លះផងរកពេលវេលាដើម្បីឲ្យខ្លួនឯងបាននៅជាមួយខ្លួនឯងឲ្យបានច្រើនខ្លះផងកុំធ្វើដើម្បីអ្នកដទៃច្រើនពេកអរគុណ